Hello គិតទៅជីវិតកាលនៅពីក្មេងខុសពីឥឡូវហើយក៏ដូចជាបននេះដែរខ្ញុំគ្រាន់តែចង់បង្ហាញពីអារម្មណ៍ខ្លះក៏ដូចជារំលឹកនៅអនុស្សាវរីយ៍ចាស់ពីមុនហើយខ្ញុំសង្ឃឹមថាមិត្តភក្តិរបស់ខ្ញុំទាំងអស់គ្នាកាលនៅពីក្មេងក៏នឹងបានស្ដាប់ឮ Okay Listen សាជានិញយើងកុំភ្លេចទៅសមអានកាយទាំងពេលគេពេលញ៉ាំបាយសមអានកាយមុនទៅសាលាកុំលេងដីនន់តុងភ័យដល់យើងក្រុមគ្នាក្រុមវេលាទៅហៅថាគូមក Listen កាលពីខ្ញុំនៅក្មេងខ្ញុំចេះច្រៀងបទហ្នឹងតែនៅចាំបានឬទេនៅជីវិតបានថតសរសើរឲ្យតែម៉ោង12មិនទាន់ទៀងកាតារត់ទៅសាលាដើម្បីបានជួបជុំមិត្តភក្តិនិយាយពីរឿងតុក្កតាគ្មានអីពួកខ្ញុំអួតតែពីរឿងហ្នឹងដល់និយាយមិនចូលគ្នាតាំងឆ្លោះតាំងខឹងពេលដែលខ្ញុំពេញនិយមប្រើនៅជំនាន់នងហើយចាំមើលតាក្អូនឲ្យខ្ញុំលេងចូលឯងហើយខ្ញុំនៅបាត់ធំឬមួយដែលខ្ញុំស្គាល់ជាងគេរៀនមួយថ្ងៃ6ម៉ោងមិនដែលឃើញមានម៉ោងលៀបនោះទេមានតែគ្រូម្នាក់គាត់បង្រៀនមិនឲ្យរូបខ្ញុំទំនេរតែក្នុងចិត្តខ្ញុំខឹងដែរតែមិនដឹងជាធ្វើល្មិចមានតែខំពឹងធ្វើល្បិចឈឺក្បាលនៅក្តៅខ្លួនប្រាប់គ្រូថាវិលមុខនៅមកសុខចង់ទៅផ្ទះដល់ពេលគ្រូអនុញ្ញាតស្វាងដោយគេចាប់ផ្ទះរៀបសៀវភៅលឿនដូចរួនចាស់ពីរបស់សាលារបស់ខ្ញុំជាស្រាជានិញយើងកុំភ្លេចទៅសមអានកាយទាំងពេលគេពេលញ៉ាំបាយសមអានកាយមុនទៅសាលាពេលនេះខ្ញុំធំវ័យគ្រប់យ៉ាងមិនដូចពីមុននោះឡើយមានតែបទចម្រៀងមួយនេះដែលខ្ញុំខំតែងវាទាំងប្រផិតប្រផាយច្រៀងអាឡ័យអាឡូក៏វ័យក៏វោឌីសៃក៏វត្តក៏ពិតលោកខែបាញ់ឆាត់ហេតុអីទៅជាឆាត់បាំងលោកខែទៅវិញខ្ញុំលោលេងទេចាប្រធានលេងទេហើយសូមផ្ញើជូនមិត្តនៅថ្នាក់ចិត្តខ្ញុំផងដែរពី David ប្រុសស្អាតតែអ្នកនៅចាំបានទេថ្នាក់ទី6ខសាលាអត់ដល់កំពង់ចាមយើងហ្នឹងសូមបញ្ជាក់ទេឆ្នាំសិក្សា2006-2007តែពេលចូលវិទ្យាល័យក្រុមយ៉ាងក៏ត្រូវឡើងជាថ្មីបាត់ដំបងដីថ្មីសម្បូរដោយក្តីស្រឡាញ់សេចក្តីអាណិតពេញចិនចេញពីក្នុងបេះដូងសង្ឃឹមថាមិននឹងស្ដាប់ឮសេចក្តីនឹករលឹកពីខ្ញុំតាមចម្រៀងមួយដែលរំដំជូនពរឲ្យមិត្តជួបតែសំណាងល្អ